បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំកើបពូជលេងក្រហមដាក់ទៅឲ្យបងប្រុសនៅខាងគូស្រូវគាត់ទិញពូជយកទៅចាំតដើម្បីផលិតជីកប៉ុស្តិ៍ដាក់ដំណាំនៅផ្ទះគាត់នេះធ្វើការរើសពូជដើម្បីដាក់ជូនគាត់សម្រាប់បងប្អូនដែលគាត់ត្រូវការពូជអាចក៏មកខាងខ្ញុំបានខាងខ្ញុំមានលក់ពូជចលេនក្រហមហើយនឹងប្រឹក្សាបច្ចេកទេសក្នុងការចាំចលេនហើយនឹងការផលិតជីកប៉ុស្តិ៍ឲ្យចលេនបងប្អូននេះគឺសតតិអាចរបស់វាបងប្អូននេះសុសលឿនអាចរបស់វាដែលវាស៊ីអាចគោហើយវាជួអាចមកសុសបងប្អូនសម្រាប់ចលេនក្រហមនេះគឺងាយចាំមែនតើបងប្អូនដែលវាស៊ីលមុខសត្វជាគោលណានិយាយទៅឲ្យតែបងប្អូនមានលមុខសត្វគឺអាចចាំបានហើយមានមិនថាលមុខគោលលមុខជ្រូកឬក៏លមុខពពែទេដែលបងប្អូនមានលមុខសត្វទាំងអស់ហ្នឹងបងប្អូនអាចយកមកដាក់ក្នុងអាងទៅហើយបងប្អូនយកពូជចលេនទៅដាក់ក្នុងអាងទៅវាសាយកូនវារកចូលក្នុងលមុខសត្វហ្នឹងហើយវាស៊ីហើយវាកាត់កូនកាត់ចៅហើយយើងអាចរើសសាច់របស់វាបោះឲ្យមន់ទាយស៊ីទៅហើយនឹងប្រមូលអាចចលេននឹងដាក់ដំណាំបងប្អូននិយាយទៅសម្រាប់ការចាំចលេនក្រហមនេះគឺល្អមែនតើសម្រាប់កសិករយើងណាទី1គឺបានសាច់ចលេនធ្វើជាចំណីសត្វចិញ្ចឹមហើយយើងអាចប្រមូលអាចបោះចលេនហ្នឹងsẽអាចបោះចលេនយកទៅដាក់ដំណាំជុំវិញផ្ទះបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែលគាត់ត្រូវការពូជអាចcomeមកខាងខ្ញុំបានខាងខ្ញុំអាចផ្ញើបាន25ខេត្តក្រុងបងប្អូនទីតាំងខ្ញុំនៅស្រុកបរសៃខេត្តព្រៃវែងហើយលេខទូរស័ព្ទនៅខាងលើហ្នឹងបងប្អូនអាចទំនាក់ទំនងមកបាទអរគុណច្រើនបងប្អូន